បច្ចុប្បន្នថតមែននារីវ័យក្មេងម្នាក់ត្រូវបានបាត់បង់ជីវិតភ្លាមនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងឡានសាំយ៉ុងស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ5នៅត្រង់ចំណុចភូមិបញ្ញាឃុំកំពង់ព្រាសស្រុកសង្កែខេត្តបាត់ដំបងបណ្ដាលឲ្យក្មេងស្រីជំទង់ម្នាក់ស្លាប់នៅនឹងកន្លែងរីឯមនុស្ស2នាក់ផ្សេងទៀតរបួសធ្ងន់ហេតុការណ៍នេះខាងលើនេះបានកើតឡើងនៅវេលាម៉ោង 7:15 នាទីយប់ទៅថ្ងៃទី21ខែមិនិនាឆ្នាំ2025គូបញ្ជាក់ផងដែរថាមុនពេលកើតហេតុនារីវ័យក្មេងម្នាក់នេះបានចេញទៅក្រៅសម្រាប់ទិញកាហ្វេយកមកផឹកក៏ប៉ុន្តែនៅពេលដែលនារីវ័យក្មេងនោះនេះចេញពីការទិញកាហ្វេនោះក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ដែលឡានសាំយ៉ុងធ្វើដំណើរដឹកអីវ៉ាន់សំពីងសំពងធ្វើឲ្យបុកនារីវ័យក្មេងនេះស្លាប់តែម្ដងក៏ប៉ុន្តែមុនតែពេលកើតហេតុនោះមានម្ចាស់ហាងដែលជាមួយកាហ្វេរបស់ក្មេងស្រីម្នាក់នេះបានថតវីដេអូពីក្មេងស្រីមកទិញកាហ្វេជារៀងរាល់ពេលយប់យកទៅផឹកពិសាដើម្បីយកទៅផ្ទះក៏ប៉ុន្តែជាអកុសលថ្ងៃនេះគឺក្មេងស្រីម្នាក់នេះត្រូវបានបាត់បង់ជីវិតទៅហើយបាទខ្ញុំបានក៏សូមចូលរួមរំលែកទុក្ខដល់គ្រួសារនេះសពផងដែរតែបានបាត់បង់សមាជិកគ្រួសារហើយយើងខ្ញុំសនំពរដល់អ្នករត់តាក់ស៊ីទាំងអស់សូមមេត្តាជួយបើកយឺតព្រោះថាយើងមកឡានកុំបើកលឿនបាទមើលដូចបាត់បង់ទាំងគ្នាស្លាប់ទាំងវ័យក្មេងបាទមើលឲ្យគូអាណោបធន់ណាហើយវីដេអូមុនកាត់ហេតុនឹងអេដមីនមើលឲ្យគឺចង់ស្រក់ទឹកភ្នែកបាទនិយាយរួមទៅជីវិតមនុស្សយើងមិនទីងទេថ្ងៃនេះគេថ្ងៃនោះយើងអានេះគេថាជីវិតមនុស្សនៅលើโลกគឺមិនទីងសេចក្តីស្លាប់មកចិត្តយើងចំណេញបាទហើយវីដេអូនេះចឹងសង្ឃឹមថាយើងទាំងអស់គ្នាប្រុងប្រយ័ត្នធ្វើដំណើរកុំបើកបរលឿនពេកធ្វើឲ្យប៉ះពាល់ដល់អ្នកដែលរួមដំណើរគ្នាអត់ដឹងអីបាទដោយនារីវ័យក្មេងនេះស្លាប់បាទទាំងខ្លួននៅវ័យក្មេងបាទហើយអេដមីនហើយតកង់ឡានខ្លះឆ្លើយបើកជួនកាលគីគេគីឯងនៅថ្ងៃនេះនៅស្វាយរៀងបាទបញ្ហាចឹងដែរគឺបុកជាមួយនឹងឡានដូចគ្នាធ្វើបណ្ដាឲ្យស្លាប់ដែរនៅថ្ងៃទី21យប់ថ្ងៃទី21បាទនារីស្លាប់21ឡានហ្នឹងក៏ស្លាប់ថ្ងៃទី21ដូចគ្នាបាទហើយអ្នកបើកបរហ្នឹងគឺថ្មីប្រហែលមែនតើបើកលឿនហើយស៊ូថាស្លាប់ហើយគ្រូសាគេបានមកវិញអត់ស៊ូថាស្លាប់ហើយអ្នកសងជីវិតគេបានវិញអត់ទោះបីជាអ្នកសងជាទឹកប្រាក់មែនក៏ប៉ុន្តែវិបដិសារីគ្រួសារគេនឹកសំណោះជារៀងរហូតសង្ឃឹមថាយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍បាទសូមអរគុណ